Hi សួស្តីអ្នកទាំងអស់គ្នាខ្ញុំសូយ៉ា topic ដែលខ្ញុំចង់និយាយថ្ងៃនេះគឺមិត្តភក្តិល្អជីវិតល្អមិត្តភក្តិល្អជីវិតល្អអ្នកទាំងអស់គ្នាបើយើងមានមិត្តភក្តិដែលគេជាមនុស្សល្អយើងនឹងក្លាយជាមនុស្សល្អដូចគេបើយើងមានមិត្តភក្តិជាមនុស្សអាក្រក់យើងនឹងក្លាយជាមនុស្សអាក្រក់ដូចគេគឺខ្ញុំមានអារម្មណ៍ថាមិត្តភក្តិមានឥទ្ធិផលនៅក្នុងជីវិតយើងមែនទែនអីដែលយើងគិតហើយក៏អីដែលយើងធ្វើភាគច្រើនគឺវា influence មកពីមិត្តភក្តិយើងច្រើនដែរអញ្ចឹងឧទាហរណ៍ខ្ញុំជាមនុស្សដែលខ្ញុំដឹងថាត្រូវជ្រើសរើសមិត្តភក្តិបែបណានៅក្នុងជីវិតហើយយើងត្រូវទុកគេនៅកន្លែងណានៅក្នុងជីវិតអញ្ចឹងមិត្តភក្តិដែលខ្ញុំជ្រើសរើសសួរថាខ្ញុំដែរមានអ្នកមក fake ដាក់អត់សួរថាខ្ញុំដែរមានអ្នកមកនិយាយដើមហើយក៏ធ្វើចឹងអត់គឺជារឿងធម្មតាដែលយើងនៅក្នុងជីវិតដែលយើងជួបមនុស្សដែលគាត់ចំណែនយើងនិយាយដើមយើងហើយក៏ធ្វើរឿងអាក្រក់ដាក់យើងតែវាជារឿងធម្មតាអ្នកគ្នាយើងគ្រាន់តែ move on ចេញមកហើយកុំត្រឡប់ទៅវិញអីដែលយើងចេញមកមិត្តភក្តិគឺវាមានលទ្ធផលច្រើនមែនទែននៅក្នុងជីវិតយើងឧទាហរណ៍ខ្ញុំគឺអ្នកនរដឹងហើយខ្ញុំចូលចិត្តឧទាហរណ៍រឿងរបស់ខ្លួនឯងព្រោះខ្ញុំមិនដឹងថាឧទាហរណ៍រឿងណាគេអញ្ចឹងអីដែលខ្ញុំចង់និយាយគឺមិត្តភក្តិខ្ញុំឈ្មោះ A គឺ A ជាមនុស្សដែលល្អពិតមែនហើយពេលខ្ញុំធ្វើអីមួយគឺគេ support ខ្ញុំរហូតគឺគេ support ខ្ញុំគេជួយខ្ញុំគេគឺមិត្តភក្តិខ្ញុំនឹងចង់ឃើញខ្ញុំឈ្នះហើយយល់អីដែលខ្ញុំកំពុងតែបញ្យល់អត់គឺជ្រើសរើសមិត្តភក្តិដែលគេចង់ឃើញយើងឈ្នះជ្រើសរើសមិត្តភក្តិដែលគេចង់ឃើញយើងអភិវឌ្ឍជ្រើសរើសមិត្តភក្តិដែលគេចង់ឲ្យយើងមានជីវិតល្អច្រើនជាងមុនអញ្ចឹងគឺកាលពេលហ្នឹងឯងដូចជាខ្ញុំចង់ធ្វើអីហើយខ្ញុំសួរមិត្តភក្តិខ្ញុំថាខ្ញុំធ្វើអត់ហើយក៏អត់ធ្វើអីចឹងហើយវាថាអូខេបើសូយ៉ាឯងចង់ធ្វើទៅធ្វើគឺគេ support ហ្មងទោះបីវាអត់ច្រើនណាស់ក៏ដោយតែគេយ៉ាងហោចណាស់គឺគេ support យើងគឺខ្ញុំមានអារម្មណ៍ថាអូខេខ្ញុំ at least ជីវិតខ្ញុំអត់ខកជីវិតខ្ញុំមិនក៏ដោយតែខ្ញុំមានមិត្តភក្តិល្អគឺមិត្តភក្តិជុំវិញខ្លួនខ្ញុំសិតតែមនុស្សល្អគឺគេចង់ឃើញខ្ញុំឈ្នះតែខ្ញុំមានអារម្មណ៍ថាមិត្តភក្តិវាគាត់ជាអីដែល influence យើងច្រើនមែនទែននៅក្នុងជីវិតព្រោះជាអីដែលយើងប្រើពេលវេលាមួយច្រើនបំផុតត្រូវអត់ក្រៅពីគ្រួសារយើងក្រៅពីអ្នកជិតស្និទ្ធហើយក៏អ្នកស្គាល់គ្នាគឺយើងប្រើពេលវេលាមួយមិត្តភក្តិយើងច្រើនមែនទែនអញ្ចឹងមិត្តភក្តិយើងគឺជាមនុស្សដែលសំខាន់ខ្ញុំគិតថាសំខាន់មែនទែនសំខាន់ដល់ថ្នាក់នៅទី1ទី3ទី4នៅក្នុងជីវិតគឺសំខាន់ពិតមែនអញ្ចឹងខ្ញុំមានអារម្មណ៍ថាអូខេបើយើងមានមិត្តភក្តិល្អជីវិតយើងនឹងល្អយើងមានមិត្តភក្តិល្អជីវិតយើងល្អអញ្ចឹងអ្នកទាំងអស់គ្នាត្រូវជ្រើសរើសមនុស្សនៅជុំវិញខ្លួនឯងថាគេជាមនុស្សម៉េចហើយយើងមានគេហើយជីវិតយើងល្អច្រើនជាងមុនអត់ហើយគេជួយអភិវឌ្ឍជីវិតយើងអត់គេចង់ឃើញយើងឈ្នះនៅក្នុងជីវិតអត់ហើយបើអ្នកទាំងអស់គ្នាដែលធ្លាប់ជួបមិត្តភក្តិដែលគេ betray យើងដែលគេនិយាយដើមយើងដែលគេធ្វើរឿងអាក្រក់ដាក់យើងហើយក៏គេ fake ដាក់យើងណាអ្នកទាំងអស់គ្នាវាអូខេវាជាអីដែលអូខេពិតមែនណាគ្រាន់តែ it's okay not to be okay អីចឹងណាគឺអីដែលខ្ញុំចង់និយាយគឺវាអូខេណាស់អ្នកនរគ្នាដែលយើងធ្លាប់ជួបមនុស្សអាក្រក់ខ្លះយើងធ្លាប់ជួបមនុស្សល្អខ្លះប៉ុន្តែយើងកុំបិទចិត្តខ្លួនឯងថាអូខេខ្ញុំជួបមនុស្សអាក្រក់ហើយខ្ញុំអត់ចង់ទៅមានមិត្តភក្តិថ្មីខ្ញុំអត់ចង់ជួបមនុស្សថ្មីសោះកុំគាត់អីចឹងគឺគាត់ថាអូខេខ្ញុំជួបមនុស្សទាំងអាក្រក់ហើយទាំងមនុស្សល្អអញ្ចឹងខ្ញុំនឹងធ្វើខ្លួនឯងឲ្យខ្លាចជាមនុស្សល្អច្រើនជាងមុនតែខ្ញុំនឹងខ្លាចទៅជាមិត្តភក្តិល្អរបស់អ្នកគេម្នាក់នៅក្នុងថ្ងៃអនាគតអញ្ចឹងអីដែលខ្ញុំចង់និយាយគឺជ្រើសរើសមនុស្សនៅជុំវិញខ្លួនឯងមិត្តភក្តិក៏ដោយណាគេក៏ដោយសង្សារក៏ដោយគឺគិតច្រើនហើយគិតទៀតថាគេនឹងចង់ឃើញយើងឈ្នះអត់គេចង់ឃើញយើងអភិវឌ្ឍអត់ហើយក៏គេជួយយើងច្រើននៅក្នុងជីវិតអញ្ចឹងអីដែលខ្ញុំនិយាយគឺប៉ុណ្ណឹងអ្នកនរគ្នាបាយ